ហាពេលព្រឹកឲ្យតែបានប៉ុណ្ណឹងមកនិយាយពីថាឆ្ងាញ់យកតាណាមិនអស់ហើយការធ្វើក៏លឿនទៀតត្រឹមតែ10នាទីអីហ្នឹងគឺយើងបានញ៉ាំក្តៅហើយណាចំពោះការធ្វើត្រីខជាមួយនឹងពងមាន់ហ្នឹងគឺយើងញ៉ាំជាមួយនឹងនំប៉័ងបែបក្តៅអញ្ចឹងនិយាយពីថារឿងរសជាតិវិញឆ្ងាញ់ណាស់បងប្អូនដោយសារតែត្រីខហ្នឹងកាលណាយើងធ្វើហើយញ៉ាំក្តៅអញ្ចឹងទៅមានរសជាតិឆ្ងាញ់តែបើយើងទុកឲ្យចុះតិចញ៉ាំអត់សូវឆ្ងាញ់ទេណាបងប្អូនចំពោះត្រីខនាងខ្ញុំប្រើតែ2កំប៉ុងឯណាហើយគ្រឿងផ្សំនាងខ្ញុំដាក់តែ3មុខឯណាបងប្អូនស្ករប៊ីចេងជាមួយនឹងម្សៅស៊ុបដោយសារត្រីខរបស់យើងហ្នឹងមានជាតិស្រាប់ហើយអញ្ចឹងយើងបន្ថែមគ្រឿងផ្សំមួយមុខបន្តិចទៅគឺល្មមញ៉ាំតែម្ដងឥឡូវងាកមកមើលការធ្វើរបស់នាងខ្ញុំជាបន្តទៀតនាងខ្ញុំបានដាក់ប្រេងឆាទុកឲ្យក្តៅរួចដាក់ខ្ទឹមសមករំលីងឲ្យឡើងក្លិនឈ្ងុយមើលតែថាខ្ទឹមរបស់យើងនឹងជះក្លិនឈ្ងុយល្អហើយនាងខ្ញុំបានចាក់ត្រីខចូលសម្រាប់ពងនាងខ្ញុំដាក់2គ្រាប់ហើយបងប្អូនចង់ដាក់ពងមាន់ក៏បានឬក៏ពងទាក៏បានដែរប៉ុន្តែសម្រាប់នាងខ្ញុំចូលចិត្តពងមាន់ច្រើនជាងហើយសម្រាប់ពងមាន់នេះដែរយើងដាក់ឲ្យនៅជាប់ភ្នែកអញ្ចឹងនៅពេលដែលយើងញ៉ាំទៅមានជាតិឆ្ងាញ់ជាពិសេសពេលដែលយើងជ្រលក់ជាមួយនឹងនំប៉័ងនិយាយពីថាមានជាតិឆ្ងាញ់ខ្លាំងមែនតែនហើយចុងក្រោយនាងខ្ញុំបានបន្ថែមស្លឹកខ្ទឹមជាមួយនឹងម្ទេសតែនាងខ្ញុំបានហាន់ជាចំណិតស្ដើងអញ្ចឹងមកណាដើម្បីឲ្យត្រីខឆារបស់យើងហ្នឹងរឹតតែមានរសជាតិឆ្ងាញ់ចំណែកឯក្លិនវិញក៏ឈ្ងុយខ្លាំងដែរចាឥឡូវការបង្ហាញពីរបៀបឆាត្រីខញ៉ាំជាមួយនឹងនំប៉័ងរបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយបើបងប្អូនចង់ដឹងថារសជាតិបែបណាអាចសាកធ្វើញ៉ាំបានណា